បាទសួស្តីក៏ដូចជាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃពិសេសដោយដែលបងប្អូនបានដឹងហើយថ្ងៃបុណ្យចម្រើនបជនសម្ដេចម៉ែព្រះមេដាជាតិនៃយើងហើយព្រឹកឡើងក្រោកពីព្រលឹមស្រស់ស្រាយមែនទែនថ្ងៃសម្រាប់មានអីមាននាំកូនដើរមើលទេសភាពមុខផ្ទះមានគោមានឆ្កែមានពលឺព្រះអាទិត្យរះភ្លឺទៅចាំងទៅចែងអញ្ចឹងទៅហើយមនុស្សម្នាអត់ទៅណាទេថ្ងៃសម្រាប់គេអង្គុយភាសាគ្នាអង្គថ្ងៃអញ្ចឹងទៅហើយគីគីរបស់ខ្ញុំនេះគឺជាអង្គរៈស្ម័គ្រស្មោះណាស់លោកអើយទៅណាតាមជានិច្ចតែម្ដងហើយសម្រាប់អាហារពេលព្រឹកថ្ងៃនេះអត់មានអីទេមានតែសបកត្រពាំងម៉ែក៏ទិញពីផ្សារមកពីថ្ងៃមុនឥឡូវនេះយកចេញពីធុងតកកហើយឥឡូវចាប់ផ្ដើមសម្អាតហើយក៏ឲ្យកូនគេធ្វើតែដល់ពេលមានណាចុងភៅនោះខ្លាចដាក់ទៅវានៅទឹកក៏រត់គេចចេញពីទឹកហ្នឹងពីខ្លាញ់ហ្នឹងទៅយកបានសម្រោះវាហើយម៉ែក៏គាត់ធ្វើម្ហូបរបស់គាត់រៀងខ្លួនអញ្ចឹងទៅគាត់អត់ហូបសាច់ហ្នឹងទេក៏ជៀនសាច់របស់គាត់ហើយចុងភៅតូចរបស់យើងនេះមកក្បែរហ្នឹងអត់ធ្វើអីទេចាំតែភ្លក់ហ្នឹងឯងឥឡូវឆ្អិនហើយម្ហូបរបស់យើងគេក្លៀនគេណាម៉ោងថ្ងៃនេះម៉ោងអាហារថ្ងៃត្រង់ក៏ដូចជារៀងព្រលឹមបន្តិចទៅចូលទៅ brunch ហើយសៃពៅនេះចាំដេកចាំក្លៀនគេដែរដេកចាំណាហើយម៉ែក៏បានរៀបចំហូបច្រើនណាមានត្រីខមានចាវល្ហុងមានសัตว์ដែលយើងពងតបកតពាំងហ្នឹងហើយវាត្រូវជាមួយនឹងទឹកជ្រលក់របស់យើងអំបិលម្រេចយើងណាបងប្អូនអ្វីដែលឆ្ងាញ់បំភ្លេចមិនបាននោះគឺរសជាតិសត្វព្រៃជាពិសេសគឺអាសត្វតបកតពាំងសត្វភ្លុំឲ្យឆ្ងាញ់ជាងតបកតពាំងនេះដោយសារវាសបោសាច់សបោខ្លាញ់ជាងតបកតពាំងវាសបោឆ្អឹងកូនខ្ញុំនេះគាត់ចាប់បានអាកនេះគេថាញ៉ាំខួរឆ្ងាញ់អាបងវាឆ្លាតវាមិនញ៉ាំទេអាជើងអាក្បាលអីនោះវាចូលចិត្តហែកមើលគ្រឿងក្នុងចូលចិត្តសាច់ណាតែដល់ពីញ៉ាំលេខ1តែម្ដងហើយមើលរូបរាងគេទៅមូលតលហើយបើសៃពៅអត់ទេរើសមកលព្រាហ្នឹងញ៉ាំមិនអស់ផងបើបងនេះគឺតែពីញ៉ាំមាត់ដូចសិនដេហើយឆ្ងាញ់គេណាគេថាទឹកក្លុចហ្នឹងឆ្ងាញ់សុំ5ចាន5ចានថែមទៀតគេហែកមើលគ្រឿងក្នុងមានពោះវៀនពោះតាំងនៅក្នុងហ្នឹងឆ្ងាញ់ណាស់លោកអើយគ្រាន់តែមើលហ្នឹងក៏ស្រក់ទឹកមាត់ដែរ voice over បដានឹកឃ្លានបដាហើយគាត់ញ៉ាំហើយតែខ្ញុំនឹងមកថតឲ្យ voice over យករូបភាពអនុស្សាវរីយ៍ទុកឲ្យគាត់ពេលគាត់ធំឡើងមើលរូបភាពរបស់គាត់កាលពីតូចនឹងមានសកម្មភាពបែបណាខ្លះថតចេះតែថតទៅដើម្បីអីដើម្បីទុកវីដេអូជាអនុស្សាវរីយ៍គាត់ធំឡើងគាត់បានមើលគេបានចែកគ្នាម្នាក់មួយហើយកាលធ្វើនោះប្រាប់ឲ្យថាចែកគ្នាម្នាក់មួយបើមិនចឹងទេដែនញ៉ាំអស់អញ្ចឹងចែកគ្នាម្នាក់មួយគ្នា5នាក់សិកាមួយដែនមួយហើយសល់3ហ្នឹងម្នាក់មួយតាយាយហើយនឹងកាមេរ៉ាមែនហ្នឹងម្នាក់មួយដែរឥឡូវហ្នឹងគាត់ពងពួយអីសួរអីអស់បាត់ហើយហ្នឹងអត់បានទៅមើលទេពងញ៉ាំហើយឲ្យគាត់ញ៉ាំរបៀប style មនុស្សព្រៃកាលនៅតូចនិយាយទៅចូលចិត្តម៉ាក់គេចូលចិត្តមើលមនុស្សព្រៃខ្មែរយើងប៉ុន្តែថត style ញ៉ាំបែបមនុស្សព្រៃដល់អញ្ចឹងខុសអស់លីងមានណាគាត់ធំឡើងគឺគិតតែពីញ៉ាំចូលចិត្តញ៉ាំហើយ style របស់គាត់គឺមនុស្សព្រៃហ្នឹងបាទអរគុណហើយជាចុងក្រោយក៏សូមជូនពរបងប្អូនថ្ងៃជប់សម្រាប់បុណ្យចម្រើនបជនសម្ដេចម៉ែនេះទៅទីណាក៏បានជួបតែសេចក្តីសុខសុវត្ថិភាពទាំងទៅទាំងមកទាំងអស់គ្នាជំរាបលា